តើកីឡាករ Rasmus Højlund ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាកនិយាយបែបណាបន្ទាប់ពីយកឈ្នះទៅលើក្រុមជម្រើសជាតិប៉ូទុយហ្គាល់ការប្រកួតជើងទី1ក្នុងវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Nations League ក្រុមជម្រើសជាតិដាណឺម៉ាកបានយកឈ្នះទៅលើក្រុមជម្រើសជាតិប៉ូទុយហ្គាល់នៅក្នុងទឹកដីរបស់ខ្លួនក្នុងលទ្ធផល1-0កាលពីយប់ថ្ងៃអង្គារកន្លងទៅគ្រាប់បាល់មួយគ្រាប់របស់ក្រុមជម្រើសជាតិដាណឺម៉ាកកើតឡើងពីការស៊ុតបញ្ចូលទីដោយកីឡាករ Rasmus Højlund នៅនាទីទី78បន្ទាប់ពីស៊ុតបញ្ចូលទីកីឡាកររូបនេះបានរត់នឹងអបអរស្ទាយរបស់កីឡាករ Cristiano Ronaldo នៅក្នុងការប្រកួតនោះផ្ទាល់តែម្ដងបន្ទាប់ពីចប់ការប្រកួតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះបានលើកឡើងថាខ្លួនរបស់គេមកដល់ចំណុចនេះព្រោះតែកីឡាករ Cristiano Ronaldo Højlund បានបញ្ជាក់យ៉ាងដូចនេះថារូបគេខ្លាចជាអ្នកគ្រប់គ្រងបិសាចក្រហមដោយសារតែ Ronaldoរូបគេខ្លាចជាអ្នកដែលស្រឡាញ់បាល់ទាត់ដោយសារតែ Ronaldo រូបគេចេះវឹកហាត់ដោយខ្លួនឯងក៏ដោយសារតែ Ronaldo និយាយរួមដេកដើរឈរអង្គុយគឺរូបគេចង់ខ្លាចជាកីឡាករ Cristiano Ronaldo គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិដាណឺម៉ាកនឹងត្រូវលេងទល់ជាមួយនឹងក្រុមជម្រើសជាតិប៉ូទុយហ្គាល់នៅជើងទី2ទឹកដីរបស់ប៉ូទុយហ្គាល់វិញម្ដងនៅយប់ថ្ងៃទី23ម៉ោង 2:45 នាទីក៏មានការ live ផ្ទាល់ពីក្រុមការងារ Uwin Sport ផងដែរសូមកុំភ្លេចរងចាំទស្សនាទាំងអស់គ្នា